យោដមដិតទីណានឹងជួបលោកត្រីស៊ីថេងមកថែទាំដំរីលាក់គីដើម្បីស្វែងរកដំណោះស្រាយអាយុដមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនឹងទទួលជួបលោកត្រីស៊ីថេងមកថែទាំដំរីលាក់គីដើម្បីស្វែងរកដំណោះស្រាយជំនួបនេះធ្វើឡើងបន្ទាប់ពីលោកត្រីស៊ីថេងជាបុគ្គលិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសម្រេចចិត្តលាឈប់ពីការងារជាមកថែទាំដំរីលាក់គីបន្ទាប់ពីបានបម្រើការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃអស់រយៈពេលជិត3ទសវត្សរ៍កន្លងមកក្រសួងកសិកម្មបញ្ជាក់ថាការលាឈប់របស់លោកត្រីស៊ីថេងគឺជារឿងផ្ទៃក្នុងរវាងលោកនិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃសុទ្ធសាធដោយពុំជាប់ពាក់ព័ន្ធនឹងរដ្ឋបាលព្រៃឈើឬក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ទេដែរសូមជម្រាបជូនថាលាក់គីនិងដំរី7ក្បាលផ្សេងទៀតនៅឈានភ្នំតាម៉ៅស្ថិតនៅក្រោមការគ្រប់គ្រងចិញ្ចឹមមើលថែដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវត្តមានរបស់លោកត្រីស៊ីថេងនៅក្នុងជីវិតរបស់លាក់គីកើតឡើងតាមរយៈកិច្ចសហការរបស់ក្រសួងជាមួយអង្គការដៃគូដំរីនីមួយៗនៅឧទ្យានសួនសត្វភ្នំតាម៉ៅពុំមែនទទួលបានការមើលថែពីម៉តែម្នាក់នោះទេដំរីមួយក្បាលមានម៉មើលថែដំរីពី2នាក់ទៅ3នាក់ដោយក្តីស្រឡាញ់ដោយការថ្នាំថ្នាក់ដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់បំផុត